ថ្ងៃនេះខ្ញុំបានជួបជាមួយនឹងបងប្រុសនាមជាបងប្រុសដែលជាអ្នកនិពន្ធមួយរូបហើយថ្ងៃនេះខ្ញុំសូមមកសភាគាត់តាក់ទងទៅនឹងតែនិពន្ធរបៀបម៉េចនៅក្នុងការធ្វើបទចម្រៀងមានផលលំបាកអីខ្លះហើយអញ្ចឹងយើងចូលទៅជួបគាត់ទាំងអស់គ្នាតែម្ដងទៅបាទជំរាបសួរទៅដល់បងប្រុសបាទថ្ងៃនេះបងឈ្មោះអីដែរបងបាទខ្ញុំបាទឈ្មោះណាសុភ័យដែលជាអ្នកនិពន្ធមួយរូបហើយក៏មានបទចម្រៀងជាស្នាដៃច្រើនបទតែគាត់ថាយើងមិនទាន់ជាល្បីអីទេអញ្ចឹងមហាជនក៏គាត់ប្រហែលជាមិនទាន់ដឹងច្បាស់ថាបទចម្រៀងធ្លាប់ស្ដាប់តែមិនដឹងថាអ្នកនិពន្ធឈ្មោះអីអ្នកខ្លះស្ដាប់បានតែស្ដាប់អត់ដែរចុចមើលថាបទហ្នឹងល្បីតើនិពន្ធដោយអ្នកណាអត់ដែរដឹងទេជួនកាលអញ្ចឹងបើគេថាអ្នកនិពន្ធអត់សូវល្បីទេបាទល្បីតែអ្នកចម្រៀងទេបាទហ្នឹងប៉ុន្តែសប្តាហ៍ថ្ងៃក៏ជាអ្នកចម្រៀងខ្លួនឯងម្នាក់ដែរអ្នកចម្រៀងផងអ្នកនិពន្ធផងបាទហ្នឹងហើយបងផៃចង់សួរចំណុចទៅកាន់បងមួយបងចាប់ផ្ដើមចេះច្រៀងតាំងពីអាយុប្រហែលដែរបងបើតាមចាំតាំងពីឆ្នាំ2005អាហ្នឹងយើងអាចចេះចាប់តែងនិពន្ធចេះទៅសេកំណាប់ខ្លួនឯងស្រឡាញ់ដោយខ្លួនឯងចេះដោយខ្លួនឯងមានដងខ្លួនឯងតាំងពីកំណើតអត់មានចេះពីគ្រូណាទេបាទហ្នឹងហើយមួយទៀតបងចង់ដឹងថានៅពេលដែលចាប់ផ្ដើមស្រឡាញ់ហ្នឹងមានការជំរុញលើកទឹកចិត្តពីណាឬក៏ចាប់ផ្ដើមស្រឡាញ់មានដងតាំងពីក្មេងខ្លួនឯងតែម្ដងមកបងអត់មានទេពូជពងវងតកូលបងប្អូនអត់មានណាគេខាងសិល្បៈទេបាទអត់មានណាគេចេះច្រៀងចេះអីអត់សូវចូលចិត្តទេហើយការចេះនេះគឺវាចេះដោយខ្លួនឯងអីដោយខ្លួនឯងដូចវាមានអារម្មណ៍មួយចិត្តបេះដូងគំនិតស្រឡាញ់ទៅលើសិល្បៈហ្នឹងអញ្ចឹងទៅក៏វាជំរុញឲ្យខ្លួនឯងប្រឹងស្វាត់ស្វែងធ្វើថាមិនហៅថាមនុស្សស្រឡាញ់គឺពុះពៀប្រឹងរកកលឹះខ្លួនឯងអីខ្លួនឯងចេះដោយខ្លួនឯងបែបហ្នឹងទៅបាទហើយមួយទៀតបងយើងឃើញថាកន្លងមកបងចេញបទចម្រៀងខ្លួនឯងនឹងបានប្រហែលបទហើយធ្លាប់និពន្ធនឹងបានប្រហែលបទដែរបងបើការនិពន្ធវាមានរាប់ពីបទច្រើនណាទៅលើចែកជូនទៅលើបងប្អូនអ្នកស្គាល់គ្នាច្រៀងផងហើយនឹងបទខ្លួនឯងច្រៀងផ្ទាល់ផងបើតាមសាច់ជាសរសេរវាចូលចង់quaជា100បទតែបើចេញជាផ្លូវការបទខ្លួនឯងផ្លូវការវាមាន4បទដែរ4បទហើយនឹងចែកជូនទៅគេផ្សេងនោះក៏ច្រើនបទទៀតតែគាត់ថាហ្នឹងជារឿងរបស់គេផ្សឹងតែបើសម្រាប់តែជាបទផ្ទាល់ខ្លួនឯងចេញជាផ្លូវការវាមាន4-5បទដែរហើយបងប្អូនទាំងអស់គ្នាយើងឃើញថាជាមួយខ្ញុំជជែកសួរគាត់បន្តិចទៀតតាក់ទងទៅនឹងផលលំបាកនៅក្នុងការនិពន្ធបងនិពន្ធនៅពេលដែលយើងចាប់ផ្ដើមនិពន្ធមិននៅពេលអារម្មណ៍ហ្នឹងអារម្មណ៍យ៉ាងម៉េចដែរបងការសម័យរបស់បងចង់បង្ហាញដឹងតិចមកបងអារម្មណ៍តែនិពន្ធវាមានពេលទៅតោះកើតឡើងដែរមិនមែនចេះតែសេបានទេបាទលុះត្រាតែនៅសុកលុះត្រាចិត្តយើងនៅធ្វើការឧទាហរណ៍ឬក៏តនេជួនកាលយើងអាចឈោលៀងចានអីឈោច្រៀងលេងអញ្ចឹងទៅចេញមកប្រូនេះคลิปនេះលីរិកនេះលយដល់ពេលអញ្ចឹងយើងចាប់ដើមអីលយអញ្ចឹងហើយវាការងារភ្លាមទាញសភៅឬក៏ទាញអីឬក៏ទាញ note ពីទូរស័ព្ទបានយើងអាចកត់ clear ឬក៏កត់ប្រូហើយនឹង melody ដែលយើងអាចធ្វើនឹងមិញគិតថាលយយើងធ្វើភ្លាមបាទទៅទុកយូរវាអាចនឹងភ្លេចអញ្ចឹងណាបាទហ្នឹងហើយផលលំបាកនៅក្នុងការតែនិពន្ធបងគិតថាវាមានពិបាកអីខ្លះបងវាពិបាករហូតដឹកឬក៏ពេលដែលនិពន្ធទៅវាអត់ចំ clear ខ្លងអត់សូវលយអត់សូវអីមានអារម្មណ៍ថាធ្លាប់បោះបង់ចោលម្ដងហ្នឹងបងអត់ទេការស្រឡាញ់ហ្នឹងវានៅតែជំរុញឲ្យយើងធ្វើប៉ុន្តែគ្រាន់ថាពេលខ្លះវា string stress នឹងពាក្យដូចថាចម្រៀងវាមានរាប់លានបទនៅលើស្រុកខ្មែរយើងបាទអញ្ចឹងពាក្យក៏វាមានន័យដដែលខ្លះដែរបាទអញ្ចឹងបានយើងវាពិបាកបំផុតគឺពិបាករកពាក្យណាដែលលយខ្លងឃ្លាណាដែលច្រៀងនេះគេចាប់អារម្មណ៍គឺកលឹះអ្នកតែងនិពន្ធគឺគេរកកន្លែងហ្នឹងបាទគឺកន្លែងដែលពាក្យលយដែលហៅពាក្យនិយមថាបទហ្នឹងចេញមកមានកន្លែងខ្លះឃើញមហាជនកន្លែងខ្លះគេយកកន្លែងហ្នឹងដណ្ដងច្រៀងឃើញគេច្រៀងលេងមួយម៉ាត់កន្លែងហ្នឹងវិញអញ្ចឹងអាហ្នឹងអ្នកនិពន្ធគឺគេស្វែងរកកលឹះដែលកន្លែងអញ្ចឹងសំខាន់បាទហើយអញ្ចឹងអរគុណទៅដល់បងប្រុសដែលបានចែកម្លែកនៅក្នុងការតែងនិពន្ធរបស់បងប្រុសហើយចង់ឲ្យបងប្រុសមានមតិយោបល់ចុងក្រោយនៅក្នុងការឲ្យបងប្អូនទាំងអស់គ្នាបានដឹងដែលតែងតែនិយមស្ដាប់បទសម័យនាពេលដល់សប្តាហ៍នេះនឹងសប្តាហ៍ហាក់កន្លងមកអញ្ចឹងណាបងអូខេហើយដូច្នេះដែរអញ្ចឹងសូមឲ្យបងប្អូនអាចចង់ដឹងពីការតែងនិពន្ធតាក់ដៃណាហ្នឹងហើយបងប្អូនអាចចូល YouTube ឆែកបទរបស់ខ្ញុំផ្ទាល់លើមានបទ
លឺពាក្យសន្យាបងខ្លាច បាទ ចាញ់ស្នេហ៍ស្រីទឿ បាទ ដាច់ពូជមន់ម៉ែ បាទ 7ថ្ងៃដឹងខ្លួន បាទ នឹងមានបទច្រើនទៀត បាទ គាត់ថាលេខជីទូស3 4បទបងប្អូនអាចឆែកមើលចំណងជើងដែលខ្ញុំនិយាយក្នុងវីដេអូនេះ បាទ អាចនឹងយើងស្ដាប់មើលដឹងថាពីគុណភាពនៃទឹកដៃការតែងនិពន្ធណា បាទ វាក៏ដល់កម្រិតណាប៉ុណ្ណាអញ្ចឹងអាចបងប្អូនអាចទស្សនាក្នុង YouTube បាន បាទបាទចឹងអរគុណទៅដល់បងប្រុសដែលបានជួបគ្នាថ្ងៃនេះហើយអរគុណទៅដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចប់ដែរហើយសង្ឃឹមថានឹងចូលទៅស្ដាប់បទចម្រៀងរបស់បងប្រុសនៅក្នុង YouTube ហើយនៅលើ Facebook Page ខ្ញុំដាក់នៅក្រោម comment ទាំងអស់គ្នាហើយអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូខ្ញុំកន្លងមកបាទអរគុណតជម្រាបលាបាទ